ជំរាបសួរខ្ញុំបាទឈ្មោះលឹមគុន្ធាជាសិប្បករនៅក្នុងខេត្តសៀមរាបហើយក្នុងថ្ងៃនេះដែរខ្ញុំចង់បង្ហាញពីរូបដែលខ្ញុំបានចូលរួមជាមួយនឹងការប្រឡងកម្មវិធី White Canvas ហើយរូបនេះដែរគឺមានចំណងជើងថាកុមារនៃសន្តិភាពកម្ពុជាអញ្ចឹងនៅក្នុងរូបនេះដែរគឺខ្ញុំធ្វើឡើងដើម្បីចង់បង្ហាញក៏ដូចជាលើកទឹកចិត្តនិងថ្លែងអំណរគុណដល់ការជួយការលើកទឹកចិត្តនិងការធ្វើសប្បុរសធម៌នានាពីប្រទេសមួយមកប្រទេសមួយអញ្ចឹងរូបនេះដែរគឺខ្ញុំចង់បង្ហាញពីជីវិតមួយដែលកុមារម្នាក់ដែលនៅក្នុងប្រទេសកម្ពុជាដែលគាត់តស៊ូព្យាយាមធ្វើការងារដើម្បីជួយគ្រួសារនិងសង្គមជាតិក៏ដូចជាជួយខ្លួនគាត់ដើម្បីបំពេញការសិក្សាផងដែរហើយជារួមនៅក្នុងរូបនេះគឺខ្ញុំចង់បង្ហាញត្រង់ថាការតស៊ូរបស់គាត់ជាយាមរបស់ដែលគាត់កាន់នៅក្នុងដៃនេះគឺគាត់ធ្វើវាជាប្រចាំថ្ងៃដើម្បីជួយគ្រួសាររបស់គាត់ហើយអ្វីដែលគាត់កាន់នេះគឺជាសត្វចាបហើយចាបទាំងអស់នេះវាមានអត្ថន័យទូលំទូលាយវាជាសន្តិភាពមួយដ៏ធំធេងសម្រាប់ចែករំលែកដល់ពិភពលោកហើយក៏ដូចជាអ្នកដែលទទួលបានឬក៏ឃើញនៅរូបភាពរបស់គាត់នឹងអញ្ចឹងហើយចាបមួយគូដែលហោះនាំមុខគាត់នេះគឺតំណាងឲ្យសន្តិភាពដែលហោះហើរស្វែងរកគ្រប់ទីតាំងណាដែលទទួលបាននៅចាបនឹងមានសេរីភាពពេញលេញនៅក្នុងការហោះហើរអញ្ចឹងក៏ដូចជាកន្លងមកខ្ញុំចង់និយាយថាតកតងទៅនឹងកន្លងមកដែលខ្ញុំធ្លាប់ទទួលបានឬក៏ធ្លាប់ឃើញពីការលើកទឹកចិត្តនិងការផ្ដល់ជំនួយពីប្រទេសជប៉ុនដែលគាត់តែងតែចែកនៅចាបសន្តិភាពមួយនេះដល់ប្រទេសនានាបណ្ដាប្រទេសនានាដែលខ្វះខាតឬក៏មានត្រូវការជំនួយពីប្រទេសរបស់ពួកគាត់អញ្ចឹងហើយនៅក្នុងរូបភាពនេះទាំងអស់គឺចង់ថ្លែងអំណរគុណដល់មិត្តសន្តិភាពនៃប្រទេសជប៉ុនដែលតែងតែជួយផ្ដល់នៅភាពកក់ក្ដៅនិងការជួយចែករំលែកទាំងវប្បធម៌ទាំងសង្គមជាតិទាំងសប្បុរសធម៌នានាមកកាន់កុមារកម្ពុជាអញ្ចឹងហើយរូបនេះគឺដូចអ្វីដែលខ្ញុំនិយាយតាំងពីដើមគឺចង់បង្ហាញពីការថ្លែងអំណរគុណមែនទែនចំពោះការផ្ដល់ការចែករំលែកទាំងនេះហើយសង្ឃឹមថាចាបនេះនៅតែបន្តហោះហើរពុះពេញទៅដោយសន្តិភាពនៅពេលខាងមុខតទៅទៀតសូមអរគុណ